លោកបណ្ឌិតសុភិចាហងជួនរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបក្នុងឆ្នាំនេះនៅតែមានភាពល្អប្រសើរជាងឆ្នាំមុនបើទោះបីជាមានសាលារៀននៅព្រំដែនចំនួន25មិនទាន់អាចឲ្យសិស្សត្រឡប់ទៅសិក្សាវិញបានដោយសារការឈ្លានពានរបស់ថៃក្តីលោកឧបនាយករដ្ឋមន្ត្រីហងជួនរ៉ុនបានលើកឡើងដូចនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ2026នៅថ្ងៃទី10ខែសីហាឆ្នាំ2026លោកបណ្ឌិតសុភិចាហងជួនរ៉ុនបានថ្លែងឲ្យដឹងថាចំពោះការប្រឡងនៅឆ្នាំនេះគឺមានភាពល្អប្រសើរជាងឆ្នាំទៅវិញមិនមានវិទ្យាល័យណាមួយប៉ះពាល់នោះឡើយបើទោះបីជាមានវិទ្យាល័យរហូតដល់25មិនទាន់អាចឲ្យសិស្សត្រឡប់ទៅសិក្សាវិញបានក្តីដោយសារតែមូលហេតុគឺការឈ្លានពានរបស់យោធាថៃក្នុងនោះរាជរដ្ឋាភិបាលកំពុងទាមទារដើម្បីអាចធ្វើយ៉ាងណាឲ្យសិស្សអាចត្រឡប់ទៅសាលារៀនឡើងវិញលោកបណ្ឌិតសុភិចាបានបញ្ជាក់ថាចំពោះឆ្នាំនេះការរៀបចំការប្រឡងគឺល្អប្រសើរជាងឆ្នាំមុនដោយសារតែឆ្នាំមុនទាំងសាលាទាំងគ្រូទាំងសិស្សគឺប៉ះពាល់ដោយសារតែការឈ្លានពានរបស់ថៃខ្ញុំសូមឆ្លៀតយកឱកាសនេះសម្ដែងនៅការដឹងគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានប្រសិទ្ធិនៃកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលលោកបានខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានិងជួយដល់សិស្សនិងប្រជាជនដែលទទួលរងផលប៉ះពាល់សូមជម្រាបថាការប្រឡងបាក់ឌុបឆ្នាំ2026នេះមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន151,238នាក់ស្រី84,735នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន37,445នាក់ស្រី22,193នាក់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន113,793នាក់ស្រី62,542នាក់បេក្ខជនត្រូវបានរៀបចំចំនួន25នាក់ក្នុងមួយបន្ទប់តាមមណ្ឌលសំណេរនីមួយៗលើកលែងតែបន្ទប់ចុងក្រោយនិងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេសមណ្ឌលសំណេរមានចំនួនសរុប244មណ្ឌលស្មើនឹង6,104បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន68មណ្ឌលស្មើនឹង1,526បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន176មណ្ឌលស្មើនឹង4,578បន្ទប់ចំណែកឯមណ្ឌលកំណែមានចំនួន10មណ្ឌលស្ថិតនៅរាជធានីភ្នំពេញលោកឧបនាយករដ្ឋមន្ត្រីហងជួនរ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី10ខែសីហាឆ្នាំ2026នឹងប្រព្រឹត្តទៅដោយជលលើគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានពលគឺអ្នកចេះគឺជាប់$9ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 Sky One តម្លៃល្អជាងដូរបាននេះចាំអីទៀតដូរឥឡូវតម្លៃល្អជាងមួយនេះក៏ដូរមួយនេះក៏ដូរបោះក្រុមហ៊ុនណាក៏ដូរដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀតក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជានៅព្រឹកថ្ងៃទី8ខែសីហាឆ្នាំ2026មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុសហការជាមួយអាជ្ញាធរសង្កាត់លេខ1និងលោកមេភូមិ3ទំនប់រលកចុះពិនិត្យករណីទឹកសមុទ្រឡើងពណ៌ខ្មៅនៅតំបន់ទំនប់រលកនិងស្ពានឆ្នេរព្រែកត្រែងក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុក្រុមការងារបានពិនិត្យឃើញមុខសញ្ញាទីតាំងប្រភពបំពុលចំនួន2ទីតាំងដែលសង្ស័យថាបានបង្កឲ្យមានទឹកពណ៌ខ្មៅហូរចូលអូរធម្មជាតិនិងបន្តហូរធ្លាក់ចូលសមុទ្រក្នុងនោះមានក្រុមហ៊ុនហ៊ុនគីមហុង86 Logistics Co Ltd
ទិញឈើអាកាសានិងក្រុមហ៊ុន TNT VN ទិញឈើអាកាសាដែលជាប្រភពរោងចក្រកិនកំទេចឈើអាកាសាដើម្បីនាំចេញសម្រាប់កែច្នៃជាក្រដាសកាតុងនិងក្រដាសអនាម័យមានទីតាំងស្ថិតនៅក្រុម2ភូមិ3ទំនប់រលកសង្កាត់លេខ1ក្រុងព្រះសីហនុខេត្តព្រះសីហនុក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួនចូលសមុទ្រដោយផ្ទាល់នោះទេប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវដោយឈើអាកាសាដែលបានកិនឲ្យទៅជាកំទេចឈើម៉ត់ៗក៏នៅលើបរិវេណដីរបស់ក្រុមហ៊ុននឹងគ្មានដំបូលគ្រាប់បណ្ដាលឲ្យត្រូវទឹកភ្លៀងជ្រាបចូលប្រភពទឹកសាធារណៈអូធម្មជាតិនៅពេលមានភ្លៀងធ្លាក់ខ្លាំងក្រុមការងារបានចាត់វិធានការឲ្យក្រុមហ៊ុនបញ្ឈប់កុំឲ្យទឹកពណ៌ខ្មៅបន្តហូរចេញពីក្រុមហ៊ុនចូលប្រភពទឹកសាធារណៈបន្តទៀតក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថានរៀបចំអាងចម្រោះទឹកកខ្វក់ឲ្យបានត្រឹមត្រូវនិងធ្វើការទុកដាក់សំណល់កំទេចឈើអាកាសាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមានសូមបញ្ជាក់ថាក្រោយពីបានចុះពិនិត្យផ្ទាល់ក្រុមការងារសម្រេចយកសំណាក់ទឹកចំនួន2សំណាក់និងបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន Sky One តម្លៃល្អជាង ដូរបាននេះចាំអីទៀតដូរឥឡូវ តម្លៃល្អជាង មួយនេះក៏ដូរមួយនេះក៏ដូររបស់ក្រុមហ៊ុនណាក៏ដូរ ដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀត ក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជាកម្មវិធីបដូរយកប្រអប់ទូរទស្សន៍ស៊េរីថ្មីមិនមែន$49ទេត្រឹមតែ$29ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 នៅថ្ងៃច័ន្ទទី10ខែសីហាឆ្នាំ2026អ្នកនាំពាក្យម្នាក់បានថ្លែងថាអគ្គីភ័យមួយនៅក្នុងអូសៀនជាតិ Mount Bromo ក្នុងខេត្តជ្វាខាងកើតប្រទេសឥណ្ឌូនេស៊ីដែលបានឆេះបំផ្លាញផ្ទៃដីអស់550ហិកតាត្រូវបានពន្លត់រួចរាល់ហើយប៉ុន្តែមានភ្លើងឆេះថ្មីនៅក្បែរមាត់ភ្នំភ្លើងលោកកាតុតស៊ូប្រូតូប្រធានភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថាអាជ្ញាធរបានរកឃើញភ្លើងឆេះថ្មីនៅតំបន់ជុំវិញមាត់ភ្នំភ្លើងដែលមានផ្ទៃដីប្រមាណ20ហិកតាភ្នំប្រូម៉ូគឺជាភ្នំភ្លើងសកម្មមួយនិងជាតំបន់ទេសចរណ៍ដ៏ពេញនិយមដែលល្បីល្បាញដោយសារតំបន់មាត់ភ្នំភ្លើងវាលខ្សាច់អូសៀនជាតិនេះគ្របដណ្ដប់លើផ្ទៃដីជាង50000ហិកតាលោកកាតុតបានមានប្រសាសន៍ថាភ្លើងនៅជុំវិញមាត់ភ្នំភ្លើងទំនងជាអាចរីករាលដាលបន្ថែមទៀតនៅថ្ងៃច័ន្ទកងកម្លាំងជាង120នាក់ឧទ្ធម្ភាគចក្រចំនួន3គ្រឿងបានហោះហើរបាញ់ទឹករួមទាំងដ្រូននិងរថយន្តពន្លត់អគ្គីភ័យមួយចំនួនត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងនៅជុំវិញមាត់ភ្នំភ្លើងមូលហេតុនៃការឆេះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយប៉ុន្តែលោកកាតុតបាននិយាយថាអាជ្ញាធរសង្ស័យថាវាបណ្ដាលមកពីការធ្វេសប្រហែសលោកបានបន្ថែមថាមានមនុស្សម្នាក់បានដុតភ្លើងរួចពន្លត់វាវិញប៉ុន្តែភ្លើងនោះមិនទាន់ពន្លត់អស់ទាំងស្រុងនោះទេដោយលោកបានបញ្ជាក់ថាសេចក្តីសន្និដ្ឋាននេះត្រូវបានរកឃើញដោយសារតែអណ្ដាតភ្លើងដំបូងត្រូវគេប្រទះឃើញតាមផ្លូវដែលភ្ញៀវទេសចរបានប្រើប្រាស់អូសៀនជាតិ Mount Bromo ត្រូវបានបិទចាប់តាំងពីល្ងាចថ្ងៃសៅរ៍ដោយសារតែអគ្គីភ័យលោករ៉ូឌីយ៉ាន់តាចាសានុគ្រីហាប្រធានអូសៀនបាននិយាយថាការបិទនេះនឹងបន្តមានប្រសិទ្ធភាពរហូតដល់មានការជម្រាបជូនបន្ថែមរហូតមកដល់ពេលនេះមិនទាន់មានការរាយការណ៍អំពីជនរងគ្រោះឬគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅឡើយទេអគ្គីភ័យនៅភ្នំប្រូម៉ូនេះកើតឡើងខណៈដែលអគ្គីភ័យឆេះព្រៃជាច្រើនផ្សេងទៀតត្រូវបានរាយការណ៍នៅទូទាំងប្រទេសឥណ្ឌូនេស៊ីក្នុងអំឡុងរដូវប្រាំងដែលស្ងួតខុសពីធម្មតាអាជ្ញាធរបាននិយាយថាអគ្គីភ័យឆេះព្រៃនិងដីស្រែចម្ការបានផ្ទុះឡើងក្នុងស្រុកប៉ាន់យូម៉ាស់នៃខេត្តជ្វាកណ្ដាលកាលពីថ្ងៃសុក្រភ្លើងនោះត្រូវបានបង្កឡើងដោយសកម្មភាពកាប់ឆ្ការព្រៃនិងបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់ជុំវិញដែលរុញច្រានដោយស្ថានភាពអាកាសធាតុស្ងួតនៅខេត្តជ្វាខាងលិចអគ្គីភ័យបានផ្ទុះឡើងនៅសប្តាហ៍នេះក្នុងតំបន់វាលស្មៅស៊ូរីយ៉ាខិនយ៉ាណានៃអូសៀនជាតិ Mount Gede Pangrongo ដែលជាទីតាំងដើរភ្នំដ៏ពេញនិយមហេតុការណ៍នេះបានធ្វើឲ្យអាជ្ញាធរសម្រេចបិទផ្លូវដើរភ្នំទៅកាន់ភ្នំ Gede និងភ្នំ Pangrongo
ប៉ាងរ៉ាងូជាបណ្ដោះអាសន្នជាមួយគ្នានេះភ្នាក់ងារអូតូនិយមបែបរូបវិទ្យានិងភូមិសាស្ត្រនៃប្រទេសឥណ្ឌូនេស៊ីបាននិយាយថាខ្យល់បក់ខ្លាំងនិងរុក្ខជាតិស្ងួតខ្លាំងកំពុងពន្លឿនការរីករាលដាលនៃអគ្គិភ័យបាតុភូតអាកាសធាតុ El Nino រួមផ្សំជាមួយនឹងខ្យល់ប្រាំងតាមរដូវកាលមកពីប្រទេសអូស្ត្រាលីបានបង្កើតហានិភ័យនៃអគ្គិភ័យនៅតាមផ្នែកខ្លះនៃប្រទេសអគ្គិភ័យឆេះព្រៃនៅកោះស៊ូម៉ាត្រានិងកោះប៊នណេអូជាញឹកញាប់តែងតែផ្ទុះឡើងក្នុងអំឡុងពេលរដូវប្រាំងភ្លើងឆេះជារឿយៗត្រូវបានចាប់ផ្ដើមឡើងដោយខុសច្បាប់ដោយម្ចាស់ចម្ការឬកសិករប្រពៃណីដើម្បីកាប់ឆ្ការដីសម្រាប់ដាំដុះហើយការដុតទាំងនោះបានគ្របដណ្ដប់ផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ដោយផ្សែងអាប់ពុលជាទៀងទាត់កម្មវិធីបដូរយកប្រអប់ទូរទស្សន៍ស៊េរីថ្មីមិនមែន$49ទេត្រឹមតែ$29ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 Sky One តម្លៃល្អជាង ដូរបាននេះចាំអីទៀតដូរឥឡូវ តម្លៃល្អជាង មួយនេះក៏ដូរមួយនេះក៏ដូររបស់ក្រុមហ៊ុនណាក៏ដូរ ដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀត ក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសរំលឹកជូនបងប្អូនជនរួមជាតិនៅចំណុចសំខាន់ពាក់ព័ន្ធទៅនឹងកិច្ចការពីបូរណភាពទឹកដីនិងការពីសិទ្ធិពលរដ្ឋភៀសសឹកដែលរងគ្រោះដោយការរំលោភបំពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យកម្ពុជាគិតមកទល់នឹងពេលនេះពលគឺជាង7ខែក្រោយបទជប់បាញ់នៅសល់ពលរដ្ឋភៀសសឹកប្រមាណជា20000នាក់ទៀតដែលភាគច្រើនជាស្ត្រីនិងកុមារនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូកុងតឺន័រការរាយបន្លាលួសដើម្បីបិទផ្លូវនិងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់និងរារាំងជនភៀសសឹកមិនឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយមិនព្រមបើកកិច្ចប្រជុំពិសេសគណៈកម្មការ GBC និងមិនព្រមចាត់ក្រុមការងារចម្រុះចុះវាស់វែងលើដីជាក់ស្ដែងតាមសំណើរបស់កម្ពុជាគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាឈ្លានពាននឹងការកាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដែលមិនអាចបដិសេធបានឡើយសូមបញ្ជាក់ជូនថានៅក្នុងអំឡុងពេលដែលកម្ពុជាទទួលរងការរំលោភបំពានលើបូរណភាពទឹកដីនិងដែលបង្កឲ្យមានជនស៊ីវិលជាង640,000នាក់រត់ភៀសខ្លួនពីផ្ទះសម្បែងដោយបង្ខំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានដាក់ចេញគោលនយោបាយច្បាស់លាស់និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹកដោយគិតគូរទាំងសន្តិសុខសុវត្ថិភាពសុខុមាលភាពនិងការស្ដារជីវភាពឡើងវិញរបស់ពួកគេក្រោយមានបទឈប់បាញ់ប្រជាពលរដ្ឋភៀសសឹកត្រូវបានអាជ្ញាធរសម្របសម្រួលឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលតាមរយៈការដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសម្ដៅជួយសម្រួលនិងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋស្លូតត្រង់ទាំងនោះចំណែកឯពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិរងចាំទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅពេលខាងមុខនេះទន្ទឹមនឹងនោះរាជរដ្ឋាភិបាល
បានកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីជំរុញឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នាសម្ដៅដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់ជាស្ថាពរជាពិសេសការអនុវត្តចំណុចទី3នៃសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលប្រគល់ភារកិច្ចឲ្យគណៈកម្មការ JBC ចុះវាស់វែងនឹងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតដោយផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់ទីតាំងដែលរងផលប៉ះពាល់ហើយដែលមានជនស៊ីវិលរស់នៅគោលដៅចម្បងបំផុតនៃចំណុចនេះគឺដើម្បីអនុញ្ញាតឲ្យជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពដោយគ្មានការរារាំងនិងដោយសេចក្តីថ្លៃថ្នូរស្របតាមច្បាប់អន្តរជាតិនិងក៏ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយធានាបាននូវនិរន្តរភាពនិងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនទន្ទឹមនឹងការរំលោភបំពានធ្ងន់ធ្ងរលើជនភៀសសិកកម្ពុជាកងកម្លាំងយោធាថៃក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងច្រើនរហូតដល់បំផ្លាញទីតាំងសាសនាប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយត្រូវបានចុះបញ្ជីក្នុងបញ្ជីរបស់អង្គការ UNESCO ទៀតផងជាក់ស្ដែងការខូចខាតធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងពីសំណាក់កងទ័ពថៃគឺជាភស្តុតាងដែលមិនអាចប្រកែកបានឡើយដោយមិនអាចនៅស្ងៀមចំពោះសកម្មភាពរំលោភបំពានជាក់ស្ដែងបែបនេះអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជាសភានិយាយភាសាបារាំង APF និងជនបរទេសដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គមក៏ដូចជាសារព័ត៌មានបរទេសល្បីៗជាច្រើនបានចេញមុខនិយាយការពិតនេះជាបន្តបន្ទាប់ដើម្បីប្រាប់ពិភពលោកឲ្យបានដឹងកាន់តែទូលំទូលាយនិងទាមទាររកដំណោះស្រាយពិតប្រាកដគឺការគោរពខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅនេះគឺជាជំហរមើងម៉ាត់របស់កម្ពុជាក៏ដូចជាការទទូចចង់បានរបស់សហគមន៍អន្តរជាតិអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំងនិងសូមបញ្ជាក់ថាបន្លាលួសនិងទូកុងតឺន័រឬក៏សំណង់ខុសច្បាប់ផ្សេងទៀតដែលកងទ័ពថៃឬអាជ្ញាធរថៃបានសាងសង់ជាឯកតោភាគីមិនមែនជាខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះឡើយអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ